ស្រមៃមើលប៉ូលីសគ្រាន់តែចុះឆែកផ្ទះមួយធម្មតាប៉ុន្តែអ្វីដែលពួកគេរកឃើញនៅខាងក្នុងបានធ្វើឲ្យមន្ត្រីគ្រប់គ្នាស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងកុមារចំនួន16នាក់ត្រូវបានលាក់ខ្លួនក្នុងបន្ទប់តូចមួយរស់នៅក្នុងស្ថានភាពដ៏រន្ធត់ដែលមនុស្សធម្មតាស្ទើរតែមិនអាចស្រមៃដល់តើមានអ្វីកើតឡើងនៅក្នុងផ្ទះដែលគេហៅថាផ្ទះនរកនេះហើយហេតុអ្វីបានជាគ្មាននរណាម្នាក់ដឹងអំពីវាអស់រយៈពេលជាច្រើនឆ្នាំថ្ងៃនេះយើងនឹងស្វែងរកការពិតទាំងអស់គ្នាបើអ្នកនៅមិនទាន់ដឹងថាករណីដែលយើងនឹងនិយាយថ្ងៃនេះជាអ្វីទេសូមប្រាប់ថាយើងនឹងធ្វើដំណើរទៅកាន់រដ្ឋ Ohio នៃសហរដ្ឋអាមេរិកដើម្បីស៊ើបអង្កេតករណីដ៏រន្ធត់មួយដែលមនុស្សជាច្រើនហៅថាផ្ទះនរកឬ House of Horrors ប៉ុន្តែមុននឹងបន្តខ្ញុំសូមព្រមានជាមុនថាករណីនេះមានខ្លឹមសារដែលធ្ងន់ធ្ងរនិងរំខានផ្លូវចិត្តខ្លាំងមានព័ត៌មានជាច្រើនដែលពិបាកទទួលយកហើយអាចធ្វើឲ្យអ្នកមានអារម្មណ៍តក់ស្លុតវាជាប្រភេទករណីដែលធ្វើឲ្យយើងសួរខ្លួនឯងថាតើហេតុការណ៍បែបនេះអាចកើតឡើងពិតមែនឬករណីនេះបានធ្វើឲ្យសហគមន៍តូចមួយទាំងមូលរងការភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រជាពលរដ្ឋមានអារម្មណ៍ខឹងស្អប់ខ្ពើមនិងមិនអាចជឿបានថារឿងដ៏អាក្រក់បែបនេះបានកើតឡើងនៅក្បែរពួកគេដោយគ្មាននរណាសង្ស័យអ្វីសោះមនុស្សជាច្រើនបាននិយាយថាការរកឃើញកុមារចំនួន16នាក់ក្នុងស្ថានភាពបែបនោះគឺជារឿងដែលពួកគេមិនអាចបំភ្លេចបានទេផលប៉ះពាល់នៃករណីនេះនឹងស្ថិតនៅក្នុងចិត្តរបស់សហគមន៍អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងវីដេអូនេះយើងនឹងពិនិត្យមើលព្រឹត្តិការណ៍ទាំងមូលតាមលំដាប់ពេលវេលាថាតើហេតុការណ៍នេះបានចាប់ផ្ដើមយ៉ាងដូចម្តេចត្រូវបានបែកធ្លាយនៅពេលណាអ្នកពាក់ព័ន្ធមានប្រវត្តិបែបណាស្ថានភាពក្នុងផ្ទះនោះយ៉ាងដូចម្តេចនិងការចោទប្រកាន់ធ្ងន់ធ្ងរដែលកំពុងកើតមាននាពេលនេះឥឡូវនេះសូមចាប់ផ្ដើមពីថ្ងៃដែលអ្វីៗទាំងអស់ត្រូវបានលាតត្រដាងនៅថ្ងៃអង្គារទី30ខែមិថុនាឆ្នាំ2026ការិយាល័យតម្រួត County Vinton County រួមជាមួយការិយាល័យស៊ើបអង្កេតរដ្ឋ Ohio មូលហេតុដែលអាជ្ញាធរចុះឆែកផ្ទះនោះមិនមែនដោយសារតែពួកគេបានដឹងអំពីអ្វីដែលនៅខាងក្នុងទេតាមពិតទៅពួកគេកំពុងស៊ើបអង្កេតករណីមួយផ្សេងទៀតចំណុចនេះខ្ញុំនឹងពន្យល់បន្ថែមនៅពេលក្រោយប៉ុន្តែនៅពេលមន្ត្រីបើកទ្វារចូលទៅក្នុងផ្ទះពួកគេបានជួបនឹងទស្សនវិជ្ជាដែលគ្មាននរណានឹកស្មានដល់នៅខាងក្នុងផ្ទះមានកុមារចំនួន16នាក់ដែលមានអាយុចាប់ពីប្រហែល1ឆ្នាំកន្លះរហូតដល់18ឆ្នាំអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាងនេះគឺកុមារទាំងអស់ត្រូវបានដាក់ឲ្យរស់នៅក្នុងបន្ទប់តូចមួយដែលមានទំហំប្រហែល12x12 ហ្វីតប៉ុណ្ណោះសូមស្រមៃមើលបន្ទប់តូចមួយប៉ុន្តែមានមនុស្សដល់ទៅ16នាក់នៅខាងក្នុងពួកគេស្ទើរតែគ្មានកន្លែងសម្រាប់ដេកឬដើរឡើយក្នុងចំណោមពួកគេមានម្នាក់មានអាយុ18ឆ្នាំប៉ុន្តែរាងកាយស្គមស្គាំងនិងខ្សោយខ្លាំងដោយសារតែខ្វះអាហារូបត្ថម្ភអស់រយៈពេលយូរហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃការពិតដ៏គួរឲ្យរន្ធត់ដែលអាជ្ញាធរបានរកឃើញនៅក្នុងផ្ទះនោះប៉ុណ្ណោះអគ្គរដ្ឋអាជ្ញារដ្ឋ Ohio បានពណ៌នាស្ថានភាពនៅក្នុងបន្ទប់និងផ្ទះនោះដោយពាក្យខ្លីៗថាអំពើអាក្រក់ដ៏សាហាវបំផុតមន្ត្រីស៊ើបអង្កេតបានបញ្ជាក់ថាពេលនោះពួកគេកំពុងអនុវត្តនៃការឆែកឆេរលើករណីមួយផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងកុមារទាំងនេះឡើយគ្មាននរណាម្នាក់រំពឹងថានឹងរកឃើញកុមារចំនួនដល់ទៅ16នាក់លាក់ខ្លួននៅក្នុងផ្ទះនោះទេអ្វីដែលពួកគេបានឃើញទាំងចំនួនកុមារស្ថានភាពរស់នៅនិងការពិតដ៏រន្ធត់នៅខាងក្នុងគឺលើសពីការស្មានទាំងអស់បន្ទាប់ពីការឆែកឆេរមនុស្សពេញវ័យទាំង4នាក់នៅក្នុងផ្ទះគឺ Gary Seeger, Christina, Gary Jr. និង Elizabeth Cedars ត្រូវបានចាប់ខ្លួនភ្លាមៗចំណែកកុមារទាំង16នាក់ត្រូវបានជួយសង្គ្រោះចេញពីផ្ទះហើយបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពនិងទទួលការព្យាបាលជាបន្ទាន់នៅពេលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយវាបានធ្វើឲ្យសហគមន៍ទាំងមូលនិងប្រជាជនទូទាំងសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមនុស្សគ្រប់គ្នាសុទ្ធតែសួរថាតើមានអ្វីកើតឡើងនៅក្នុងផ្ទះនោះមិនយូរប៉ុន្មានសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញសង្គមបានដាក់ឈ្មោះទីនោះថាផ្ទះនរក House of Horrors ដោយករណីល្បីៗកន្លងមកពាក្យនេះត្រូវបានប្រើសម្រាប់ផ្ទះដែលមានស្ថានភាពរស់នៅដ៏អាក្រក់បំផុតរហូតពិបាករកពាក្យណាមកពណ៌នាមន្ត្រីស៊ើបអង្កេតបានរៀបរាប់ថាក្នុងផ្ទះមានភាពកខ្វក់ខ្លាំងខ្វះអនាម័យនិងបរិយាកាសរស់នៅដែលមិនសមរម្យសម្រាប់មនុស្សពេលព័ត៌មានថាកុមារ16នាក់ត្រូវបានជួយសង្គ្រោះពីបន្ទប់តូចទំហំប្រហែល 12x12 ហ្វីតត្រូវបានផ្សាយមនុស្សជាច្រើនកាន់តែចង់ដឹងថាតើមានអ្វីលាក់ខ្លួននៅពីក្រោយផ្ទះនេះរូបថតរបស់មនុស្សដែលពាក់ព័ន្ធក៏ចាប់ផ្ដើមរីករាលដាលពេញបណ្ដាញសង្គមហើយគ្រប់គ្នាបន្តស្វែងរកចម្លើយថាហេតុអ្វីបានជារឿងបែបនេះអាចកើតឡើងបាននៅថ្ងៃទី1ខែកក្កដាឆ្នាំ2026លោក Ryan Kane មេប៉ូលីស County Vinton លោក William Archer ព្រះរាជអាជ្ញា County និងលោក Andy Wilson អគ្គរដ្ឋអាជ្ញារដ្ឋ Ohio បានរៀបចំសន្និសីទសារព័ត៌មានដើម្បីបង្ហាញព័ត៌មានដែលអាចបង្ហាញជាសាធារណៈនិងពន្យល់អំពីការចាប់ខ្លួនមនុស្សពេញវ័យទាំង4នាក់
មុននឹងបន្តអ្នកសារព័ត៌មានក៏បានពន្យល់អំពីទំនាក់ទំនងក្នុងគ្រួសារនេះផងដែរ Gary Seo និង Christina គឺជាជីដូនជីតាកូនប្រុសរបស់ពួកគេគឺ Gary Jr. បានរៀបការជាមួយ Elizabeth ហើយតាមការចោទប្រកាន់កុមារទាំង16នាក់គឺជាកូនរបស់ប្តីប្រពន្ធមួយគូនេះមនុស្សពេញវ័យទាំង4នាក់ត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់កុមារចំនួន16ករណីដោយមួយករណីសម្រាប់កុមារម្នាក់ៗនៅពេលសារព័ត៌មានរាយការណ៍ពួកគេទាំងអស់កំពុងត្រូវបានឃុំខ្លួនដោយតុលាការកំណត់ប្រាក់ធានាខ្លួនចំនួន$30,000ក្នុងម្នាក់ខណៈ Gary Seo, Christina និង Elizabeth ក៏បានបោះបង់សិទ្ធិក្នុងការស្នើសុំសវនាការបឋមផងដែរប៉ុន្តែសំណួរដែលមនុស្សគ្រប់គ្នាចង់ដឹងបំផុតគឺតើហេតុអ្វីបានជាប៉ូលីសទៅឆែកផ្ទះនោះតាមការបញ្ជាក់របស់អាជ្ញាធរពួកគេបានស៊ើបអង្កេតករណីមួយផ្សេងទៀតអស់រយៈពេលប្រហែល1ខែនៅក្នុងសន្និសីទសារព័ត៌មានពួកគេមិនបានបង្ហាញព័ត៌មានលម្អិតអំពីការស៊ើបអង្កេតនោះទេប៉ុន្តែអ្នកសារព័ត៌មានដែលរៀបរាប់ករណីនេះបានស្រាវជ្រាវបន្ថែមដោយខ្លួនឯងហើយនាងនិយាយថានាងអាចរកឃើញព័ត៌មានសំខាន់ៗដែលនឹងបង្ហាញនៅវគ្គបន្ទាប់អគ្គរដ្ឋអាជ្ញា Andy Wilson ក៏បានបញ្ជាក់ថាភស្តុតាងបង្ហាញថាមនុស្សពេញវ័យទាំង4នាក់ពូកែលាក់កុមារទាំងនេះពីភ្នែកសាធារណៈសូម្បីតែអ្នកជិតខាងក៏បានប្រាប់ប៉ូលីសថាពួកគេមិនដែលដឹងថាមានកុមាររស់នៅក្នុងផ្ទះនោះឡើយទោះគ្រួសារនេះបានផ្លាស់មករស់នៅទីនោះអស់រយៈពេល4ឆ្នាំក៏ដោយនេះជារឿងដែលកើតឡើងញឹកញាប់ក្នុងករណីប្រភេទផ្ទះនៅរស់អ្នកជិតខាងតែងតែនិយាយថាពួកគេមិនដែលឃើញកុមារចេញមកលេងក្រៅមិនដែលឃើញពួកគេទៅសាលាឬសូម្បីតែចេញមកយកសម្បត្តិនៅមុខផ្ទះវាំងនននិងបង្អួចតែងតែបិទជិតជានិច្ចធ្វើឲ្យគ្មាននរណាសង្ស័យអ្វីឡើយនៅក្នុងសន្និសីទសារព័ត៌មានលោក Andy Wilson និងមេប៉ូលីស Ryan Kane ក៏បានពណ៌នាអំពីស្ថានភាពដែលពួកគេបានឃើញនៅខាងក្នុងផ្ទះមន្ត្រីម្នាក់បាននិយាយថាវាពិបាកពណ៌នាខ្លាំងណាស់ខ្ញុំធ្លាប់ឃើញកន្លែងចិញ្ចឹមសត្វជាច្រើនប៉ុន្តែសូម្បីតែសត្វចិញ្ចឹមក៏រស់នៅក្នុងស្ថានភាពប្រសើរជាងកុមារទាំងនេះដែរលោកបន្តថាកន្លែងនោះមានសភាពខ្វះអនាម័យយ៉ាងធ្ងន់ធ្ងរនិងមានហានិភ័យខ្ពស់ចំពោះសុខភាពនៅពេលអ្នកសារព័ត៌មានសួរថាតើពួកគេមានអារម្មណ៍យ៉ាងណាពេលដើរចូលទៅក្នុងផ្ទះនោះមន្ត្រីបានឆ្លើយថាសូម្បីតែកន្លែងដែលកុមារមិនបានរស់នៅក៏នៅតែមានសភាពមិនល្អដែរលោកបានបន្ថែមថាកុមារទាំងនោះត្រូវបានដាក់ឲ្យរស់នៅក្នុងបន្ទប់តូចមួយប្រហែល12x12 ហ្វីតអស់រយៈពេលជិត4ឆ្នាំទោះបីជាពួកគេមានអារម្មណ៍សោកសៅនិងតក់ស្លុតចំពោះអ្វីដែលបានឃើញក៏ដោយក៏ពួកគេមានអារម្មណ៍មួយទៀតដែរគឺសេចក្តីរីករាយព្រោះដឹងថានៅថ្ងៃនោះពួកគេអាចជួយសង្គ្រោះជីវិតកុមារចំនួន16នាក់និងផ្លាស់ប្ដូរអនាគតរបស់ពួកគេឲ្យប្រសើរឡើងអគ្គរដ្ឋអាជ្ញាបានបន្តពណ៌នាបន្ថែមពីអ្វីដែលលោកបានឃើញដោយនិយាយថាលោកមិនបានដើរចូលទៅក្នុងបន្ទប់ដែលកុមារស្នាក់នៅផ្ទាល់ទេលោកគ្រាន់តែឈរមើលតាមទ្វារប៉ុណ្ណោះប៉ុន្តែទោះគ្រាន់តែឈរមើលពីខាងក្រៅក៏ដោយក្លិននៅក្នុងផ្ទះនោះបានធ្វើឲ្យលោកមិនអាចបំភ្លេចបានលោកនិយាយថារហូតមកដល់ពេលនេះខ្ញុំនៅតែមានអារម្មណ៍ដូចជាក្លិននោះជាប់នឹងខ្លួនខ្ញុំមិនអាចបំភ្លេចឬបំបត្តិវាចេញពីអារម្មណ៍របស់ខ្ញុំបានទេក្រោយមកមន្ត្រីទាំងអស់ក៏បានពិនិត្យភស្តុតាងនិងរូបភាពដែលថតនៅកន្លែងកើតហេតុអ្វីដែលពួកគេបានឃើញធ្វើឲ្យពួកគេកាន់តែរន្ធត់លោកបានប្រាប់ថាស្ថានភាពរបស់កុមារទាំងនោះគួរឲ្យសោកសង្រេងយ៉ាងខ្លាំងហើយអ្វីដែលសំខាន់បំផុតនៅពេលនេះគឺត្រូវធានាថាកុមារទាំងអស់មានសុវត្ថិភាពទទួលបានការព្យាបាលនិងការថែទាំផ្លូវចិត្តដែលសមស្របជាមួយគ្នានេះអ្នកដែលបានប្រព្រឹត្តអំពើទាំងនេះត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់អ្វីដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែឈឺចាប់គឺការបញ្ជាក់របស់អាជ្ញាធរថាកុមារទាំងនោះរស់នៅក្នុងស្ថានភាពដាច់ឆ្ងាយពីសង្គមយ៉ាងខ្លាំងមន្ត្រីបាននិយាយថាកុមារមួយចំនួនមិនអាចនិយាយបានទេពួកគេមានបញ្ហាផ្នែកការអភិវឌ្ឍនិងការរៀនសូត្រសូម្បីតែក្មេងស្រីអាយុ18ឆ្នាំម្នាក់ក៏មិនអាចសរសេរឈ្មោះរបស់ខ្លួនឯងបានដែរនេះគឺជាជាដែលធ្វើឲ្យអ្នកសារព័ត៌មានមានអារម្មណ៍សោកសៅបំផុតនាងបាននិយាយថាការដែលកុមារមួយចំនួនមិនអាចនិយាយបានអាចមានមូលហេតុពីការយឺតយ៉ាវក្នុងការអភិវឌ្ឍឬដោយសារពួកគេមិនដែលទទួលបានការអប់រំនិងមិនធ្លាប់មានឱកាសរៀនទំនាក់ទំនងជាមួយអ្នកដទៃជាពិសេសការដែលមនុស្សអាយុ18ឆ្នាំម្នាក់មិនអាចសរសេរឈ្មោះខ្លួនឯងបានបង្ហាញថាបញ្ហានេះធ្ងន់ធ្ងរជាងការដែលអ្នកជិតខាងមិនដឹងថាមានកុមាររស់នៅក្នុងផ្ទះទៅទៀតអ្នកសារព័ត៌មានបានសន្និដ្ឋានថាតាមអ្វីដែលបានឃើញនាងជឿថាកុមារទាំងនេះប្រហែលជាមិនដែលបានចូលរៀននៅសាលាឬកម្មវិធីអប់រំណាមួយឡើយ